បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំនឹងអធិប្បាយអំពីទីក្រុងហូជីមីញហើយក៏គោរពអញ្ជើញបងប្អូនទៅទស្សនាទស្សនភាពដែលខ្ញុំបានផ្តិតយកនាពេលថ្មីនេះហើយសូមបញ្ជាក់ថាទីក្រុងហូជីមីញឬក៏ហៅថាសៃហ្គននេះមានប្រវត្តិតាក់ទងទៅនឹងខេត្តខ្មែរកម្ពុជាក្រោមដែលត្រូវបានបាត់ទៅឲ្យប្រទេសវៀតណាមដោយមួយផ្នែកធំគឺជាទីក្រុងព្រៃនគរដែលជាអតីតទឹកដីរបស់កម្ពុជាយើងខ្ញុំបានធ្វើដំណើរតាមរយៈរថយន្តក្រុងចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ផ្លូវជាតិលេខ1រួចបន្តដំណើររហូតដល់ច្រកអន្តរជាតិបាវិតមុននឹងបំពេញបែបបទឆ្លងដែនទៅកាន់ប្រទេសវៀតណាមហើយមុននឹងទៅដល់ព្រំដែនយើងក៏ឈប់ហូបអាហារពេលព្រឹកនៅអាហារដ្ឋានមួយកន្លែងដែលទីនេះឃើញមានក្រុមហ៊ុនដឹកអ្នកដំណើរទៅប្រទេសវៀតណាមហ្នឹងមកឈប់នៅនឹងច្រើនហើយបានយើងបន្តដំណើរទៅទៀតហើយនេះយើងបានមកដល់ទីក្រុងហូជីមីញហើយតំបន់នេះគឺសុទ្ធតែជាកន្លែងចំណតឡានក្រុងដែលធ្វើការដឹកអ្នកដំណើរពីភ្នំពេញមកហូជីមីញនឹងមានក្រុមហ៊ុនផ្សេងជាច្រើនដែលធ្វើការដឹកអ្នកដំណើរមកដល់ទីនេះហើយក៏ឃើញមានឡានផ្សេងដែរដែលគាត់បានមកដល់ពេលជាមួយគ្នាហើយមកដល់ភ្លាមយើងលើកអីវ៉ាន់លើកអីចេញរៀងខ្លួនដើម្បីឆ្ពោះទៅគោលដៅផ្សេងគ្នាអញ្ចឹងទៅទីតាំងទី1ដែលខ្ញុំនឹងធ្វើការអធិប្បាយនេះគឺជាប៉ុស្តិ៍ប្រៃសណីយ៍របស់ទីក្រុងសៃហ្គនដែលជាភាសាបរទេសគេហៅថា Saigon Central Post Office ប៉ុស្តិ៍ប្រៃសណីយ៍នេះត្រូវបានកសាងឡើងនៅពេលដែលប្រទេសវៀតណាមហ្នឹងត្រូវបានគ្រប់គ្រងដោយអាណានិគមបារាំងនៅចុងសតវត្សទី9ហើយវាក៏ជាផ្នែកមួយនៃឥទ្ធិពលបារាំងមកកាន់ប្រទេសវៀតណាមដែរហើយត្រូវបានសាងសង់នៅចន្លោះឆ្នាំ1886ទៅដល់ឆ្នាំ1891ហើយឥឡូវនេះវាក្លាយទៅជាកន្លែងតំបន់ទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរដើម្បីមកមើលហើយរំលឹកពីប្រវត្តិសាស្ត្រដែលបារាំងធ្លាប់គ្រប់គ្រងប្រទេសវៀតណាមដោយសារតែពេលនេះគឺប្រទេសបារាំងបានដាក់អាណានិគមមកលើប្រទេសវៀតណាមក៏ដូចជាប្រទេសកម្ពុជាដែរអញ្ចឹងបានធ្វើឲ្យសំណង់នេះគឺម៉ូដស្ថាបត្យកម្មបែបបារាំងដោយសារត្រូវបាន design និងគូរប្លង់ដោយជនជាតិបារាំងនេះគឺជាសមិទ្ធផលដែលបារាំងបានបន្សល់ទុកដោយសាងសង់បែបបារាំងប៉ុន្តែមានលាយរួមបញ្ចូលជាមួយនឹងស្ថាបត្យកម្មបែបអាស៊ីយើងលាយចូលដែរហើយសូមស្លេះពីរឿងអគារ Port Office ហ្នឹងខ្ញុំសូមធ្វើការនិយាយអំពីទីក្រុងហូជីមីញនិងត្រួសទីក្រុងហូជីមីញហ្នឹងគឺជាទីក្រុងដែលធំជាងគេនៅប្រទេសវៀតណាមហើយក៏ជាទីក្រុងសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ធំជាងគេបង្អស់របស់ប្រទេសវៀតណាមដែរហើយបច្ចុប្បន្នទីក្រុងនេះមានចំនួនប្រជាជន14លាននាក់គិតត្រឹមឆ្នាំ2025ហើយមានទំហំ2095ម៉ែត្រការ៉េហើយទីក្រុងភូមិសាស្ត្រទីក្រុងនេះត្រូវបានគេកំណត់ដោយមានទន្លេហើយនិងបលាយតែទន្លេដែលធំជាងគេហ្នឹងគឺគេហៅថាទន្លេសៃហ្គនវាជាមជ្ឈមណ្ឌលទីក្រុងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំជាងគេបង្អស់នៅប្រទេសវៀតណាមហ
ហើយពីមុនគឺជាទឹកដីមួយផ្នែកនៃប្រទេសកម្ពុជាយើងហើយវាក្លាយទៅជាទឹកដីរបស់ប្រទេសវៀតណាមនឹងចាប់ពីឆ្នាំ1998 នេះមានន័យថាដៃវៀតគាត់បានមានគោលនយោបាយពង្រីកដីហើយគាត់បញ្ជូនប្រជាជនបញ្ជូនបង្កើតជាតំបន់រដ្ឋបាលផ្សេងដែលបើគិតទៅវាមុនបារាំងធ្វើអាណានិគមទៅកាន់ទឹកដីប្រទេសវៀតណាមនេះទៀតហើយមានមតិបងប្អូនយើងខ្លះគាត់បាននិយាយថាបារាំងបានបកគលទឹកដីខ្មែរយើងហ្នឹងទៅឲ្យប្រទេសវៀតណាមតែតាមពិតទៅបើយើងមើលទឹកតាំងប្រវត្តិសាស្ត្រទឹកដីនេះត្រូវបានជនជាតិវៀតណាមហ្នឹងមកបោះទីលំនៅរស់នៅហ្នឹងតាំងពីមុនបារាំងគាត់មកធ្វើអាណានិគមមកម្លេះអញ្ចឹងច្បាប់អាណានិគមពេលដែលគាត់បញ្ចប់ការធ្វើអាណានិគមគាត់ត្រូវតែប្រគល់ទឹកដីហ្នឹងទៅឲ្យជនជាតិដើមឬក៏ប្រទេសដើមតែពេលដែលគាត់មុនដែលគាត់មកគ្រប់គ្រងហ្នឹងគាត់បានឃើញនៅវត្តមានជនជាតិវៀតណាមច្រើនជាងជនជាតិកម្ពុជាឬក៏ជនជាតិខ្មែរយើងដែលជាហេតុបានធ្វើឲ្យបារាំងប្រគល់ទឹកដីឬក៏ផ្ដល់ទឹកដីទៅឲ្យជនជាតិដើមហ្នឹងបែរជាទៅខាងប្រទេសវៀតណាមទៅវិញនេះក៏ជាហេតុផលមួយដែលធ្វើឲ្យខេត្តតែជាអតីតទឹកដីខ្មែរកម្ពុជាក្រោមហ្នឹងត្រូវបានប្រគល់ទៅឲ្យវៀតណាមជាផ្លូវការហើយបន្តទៅនេះខ្ញុំចង់និយាយអំពីប្រវត្តិខ្លះតែហេតុដូចម្ដេចបានជាទីក្រុងនេះពីមុនឈ្មោះថាសៃហ្គនហើយក្រោយមកត្រូវបានបដូរទៅជាហូជីមីញវិញដោយពីមុនទៅប្រទេសវៀតណាមក៏ត្រូវបានបែងចែកជាពីរដែរគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងដែលវៀតណាមខាងជើងហ្នឹងគឺដឹកនាំដោយបកកុម្មុយនីសវៀតណាមហើយវៀតណាមខាងត្បូងហ្នឹងគឺដឹកនាំដោយបែបប្រជាធិបតេយ្យដែលមានអាមេរិកសហរដ្ឋអាមេរិកគាត់នៅពីក្រោយហើយវៀតណាមខាងជើងវៀតណាមខាងត្បូងហ្នឹងក៏ធ្វើការប្រយុទ្ធគ្នាដែរមានសង្គ្រាមស៊ីវិលដែរដោយមួយខាងនៅខាងប្លុកឲ្យកុម្មុយនីសហើយមួយខាងទៀតគឺខាងសេរីហើយពេលដែលប្រទេសវៀតណាមមិនទាន់រួមបញ្ចូលគ្នាឬក៏ហើយគ្រាយគ្នាគឺខាងត្បូងហ្នឹងទីក្រុងរាជធានីហ្នឹងត្រូវបានគេហៅថាសៃហ្គនគឺឈ្មោះហ្នឹងគឺឈ្មោះដើមនៅពេលដែលប្រទេសវៀតណាមហ្នឹងមិនទាន់បានឯករាជ្យឬក៏នៅពេលដែលប្រទេសវៀតណាមហ្នឹងត្រូវបានបែងចែកជាពីរហើយខាងត្បូងគឺដឹកនាំដោយប្រធានាធិបតីវៀតណាមខាងត្បូងមែនទែនទៅបន្ទាប់ពីអាមេរិកបានដកជំនួយឈប់ជួយទៅកាន់ខាងវៀតណាមខាងត្បូងដែលធ្វើឲ្យវៀតណាមខាងត្បូងចាញ់សង្គ្រាមហើយពេលដែលអាមេរិកដកនៅខែ4ឆ្នាំ1975ផ្នែកនៃខាងត្បូងហ្នឹងត្រូវបានចាញ់ទៅខាងជើងហើយខាងជើងគេឈ្នះហើយខាងជើងហ្នឹងគឺដឹកនាំដោយលោកហូជីមីញហ្នឹងអញ្ចឹងទីក្រុងនេះត្រូវបានដូរឈ្មោះនៅឆ្នាំ1976មកជាឈ្មោះថាហូជីមីញវិញដើម្បីលើកតម្កើងលោកហូជីមីញហ្នឹងដែលបានបង្រួមវៀតណាមទាំងពីរខាងត្បូងនិងខាងជើងហ្នឹងអញ្ចឹងបានមានឈ្មោះផ្លូវការថាហូជីមីញហ្នឹងចាប់ពីពេលហ្នឹងមកហើយពីមុនគឺមានឈ្មោះថាសៃហ្គនបាទខ្ញុំសូមបន្ថែមតិចខ្ញុំនិយាយថាអាមេរិកដកហ្នឹងគឺមិនមែនដកអីទេគឺដកមូលដ្ឋានទ័ពដែលអាមេរិកធ្លាប់មានតែពេលនោះគឺអាមេរិកជួយគ្រប់គ្រងទៅដល់
Việt Namខាងត្បូងដែលជាប្លុកខាងសេរីធ្វើការប្រយុទ្ធគ្នាជាមួយខាងវៀតណាមខាងជើងដែលដឹកនាំដោយលោកហូជីមីញតែបន្ទាប់ពីអាមេរិកគាត់ដកទៅធ្វើឲ្យវៀតណាមខាងជើងហ្នឹងគាត់បានគ្រប់គ្រងហើយបង្រួមវៀតណាមទាំងពីរទៅជាប្លុកកុម្មុយនីសតែមួយដែលដឹកនាំដោយលោកហូជីមីញហ្នឹងហើយនេះគឺជាប្រវត្តិរឿងរ៉ាវខ្លះៗដែលតកតងនឹងទីក្រុងហូជីមីញឬក៏សៃហ្គននេះហើយសូមបងប្អូនទេសនានៅទស្សនវិជ្ជាខ្លះៗដែលខ្ញុំបានផលិតយកនៅពេលដែលខ្ញុំបានទៅទេសនានៅទីក្រុងហូជីមីញនេះសូមអរគុណហើយបងប្អូនអាចជួយ Subscribe ឬក៏ Like Comment អីទៅលើវីដេអូនេះខ្ញុំនឹងធ្វើការកែលម្អហើយក៏ដូចជានឹងមានវីដេអូថ្មីៗទៀតដែលតកតងនឹងប្រវត្តិឬក៏រឿងរ៉ាវរបស់ទីក្រុងឬក៏តំបន់ទេសចរណ៍នេះដែលខ្ញុំនឹងធ្វើការលើកយកមកអធិប្បាយDon't make it long, no. Huh? Yeah. Don't make it long, no. Look, it's long một vố, it's long một kia. Long là một kia đấy. Láng phút là với láng. Bỏ đó, bắt.